អ្នកជួយសងជំនួសគាត់បន្តិចទៅមើលទៅយ៉ាងម៉េចដែរលុយអីឲ្យប្រកាសទៅខែមុនស៊ីឈីងឆ្វេងត្រូវការលុយបន្ទាន់ក៏ខ្ចីខ្ញុំ170000បើមិនអញ្ចឹងទេអ្នកជាអ្នកសង្វិញទៅគួរឲ្យខឹងមែនខែមុនផ្ទះខ្ញុំមានការក៏ខ្ចីគេមួយចំនួនខ្ញុំមិននឹកស្មានថាគេយកពាក្យសន្យាទៅធ្វើជាការងារពិតប្រាកដទេបានលុយរបស់ឈីងឆ្វេងខ្ញុំនឹងសងជំនួសគាត់នៅរឹងមាំខ្លាំងណាស់តើអ្នកមិនគិតថាខ្លួនឯងសង្ហាពេកទេបងប្រុសយេហ្វឹងបានអញ្ចឹងឥឡូវអ្នកសរសេរលិខិតជំពាក់លុយឲ្យខ្ញុំមកសរសេរថ្ងៃខែឲ្យច្បាស់ផងកំណត់ឲ្យសងក្នុងរយៈពេល2ខែមិនលើសពីនេះទេមែនទេ2ខែបងប្រុសយេហ្វឹងទៅរកលុយរាប់សិបម៉ឺនពីណាសងអ្នកច្បាស់ជាធ្វើបាបគាត់ដោយចិត្តណាស់ហើយបើអ្នកនៅតែនិយាយច្រើនទៀតខ្ញុំនឹងឲ្យគាត់សងឥឡូវនេះឯងបាន2ខែគឺ2ខែទៅដកលុយ12ម៉ឺនចាំពេលខ្ញុំដណ្ដើមចិត្តឈីងឆ្វេងបានប្រព័ន្ធនឹងផ្ដល់រង្វាន់5លៀនអាពួកកូនអ្នកមានអីនឹងមិនយូរមិនឆាប់នឹងត្រូវខ្ញុំជន់ឈ្លីក្រោមជើងយេវឹងមានខ្ញុំនៅទីនេះគុំសង្ឃឹមថានឹងដណ្ដើមចិត្តស្រីណាម្នាក់បានឲ្យសោះយេហ្វឹងមានខ្ញុំនៅទីនេះគុំសង្ឃឹមថានឹងដណ្ដើមចិត្តស្រីណាម្នាក់បានឲ្យសោះជីងឆ្វេងខ្ញុំដឹងថាមានតូបលក់អាហារតាមផ្លូវមួយនៅក្រៅសាលារសជាតិឆ្ងាញ់ណាស់យប់នេះខ្ញុំអញ្ជើញអ្នកទៅញ៉ាំវ៉ាជីងឆ្វេងអ្នកពិតជាមានសំណាងខ្លាំងណាស់បងយីវែងហៅអ្នកទៅញ៉ាំមេឆាអ្នកនៅស្ទាក់ស្ទើរអីទៀតឆាប់យល់ព្រមទៅបើអ្នកមិនទៅទេខ្ញុំទៅហើយណាអាហារមីឆាយប់នេះខ្ញុំនឹងអញ្ជើញអ្នកក្នុងថ្នាក់ទាំងអស់គ្នាទៅញ៉ាំអាហារនៅ Chien Sheng Renjian ក្តាមយក្សនិងសាច់គោ5ញ៉ាំបានតាមចិត្តអីគេ Chien Sheng Renjian មួយក្បាលថ្លៃរាប់ពាន់ដុល្លារឯណោះលោក Chen ពិតជាខ្លាំងមែនលោក Chen ហើយពួកអ្នក3នាក់នឹងមិនអនុញ្ញាតឲ្យទៅទេនោះមិនមែនជារថយន្តរបស់ Cheng Yu ទេហេងយូគាត់ប្រកាសជាមកទទួលអ្នកទៅ Chien Sheng Renjian ហើយបើករថយន្តចាស់មកអួតអ្នកកុំទៅយល់ព្រមតាមគាត់ឲ្យសោះចេះដឹងខុសត្រូវល្អណាស់ចេះមកសុំទោសខ្ញុំអីចឹងខ្ញុំនឹងលើកលែងឲ្យអ្នកក៏បានបងយីវែងមីឆានេះឆ្ងាញ់ណាស់ឆ្ងាញ់ជាងអាហារថ្លៃទាំងនោះទៅទៀតខេងយកមិនក៏អ្នកមិនញ៉ាំអីហេតុអ្វីបានជាខ្ញុំសុកចិត្តបោះបង់រថយន្តទំនើបនិងអាហារឆ្ងាញ់ដើម្បីមកអង្គុយញ៉ាំមីឆាផ្លូវថ្នល់ជាមួយយីវែងបែបនេះឬមួយខ្ញុំឈួតទៅហើយខេងយកអ្នកញ៉ាំឲ្យច្រើនបន្តិចទៅថ្មីនេះអ្នកស្គុំទៅហើយបងយីវែងពិតជាចេះយកចិត្តទុកដាក់មែនរ៉ូមែនទិកណាស់រ៉ូមែនទិកត្រង់ណាទៅនោះមិនមែនជារថយន្តរបស់ Cheng Yu ទេហេងយូគាត់ប្រកាសជាមកទទួលអ្នកទៅ Chien Sheng Renjian ហើយបើករថយន្តចាស់មកអួតអាំងអីអ្នកកុំទៅយល់ព្រមជាមួយគាត់ឲ្យសោះគិតថាអញចង់បានមែនទេបើដឹងខ្លួនមកសុំទោសខ្ញុំនឹងសុកចិត្តអត់អន់ឲ្យអ្នកក៏បានតើអ្នកណាទៅខ្វល់នឹងការសុំទោសរបស់គាត់ទិញអំណោយច្រើនម្លេះតើឲ្យអ្នកណាទៅឬមួយគាត់មានស្រីថ្មីខ្ញុំត្រូវគេបោះបង់ចោលហើយចេះដឹងខ្លួនល្អណាស់តែថាអាម្នាក់នេះហាក់ដូចជាមានបងស្រី5នាក់សុទ្ធតែជាថៅកែស្រីឬតារាល្បី Cheng No នេះក្នុងនេះក្រៅពីរបស់ថ្មីទាំងអស់វិចខ្ចប់ឲ្យខ្ញុំមកបងស្រីស្រឡាញ់ខ្ញុំបំផុតថ្ងៃក្រោយលុយខ្ញុំត្រូវតែចំណាយលើក្រុមគ្រួសារមើលចុះ Cheng Yo ទិញរបស់ប្រណិតច្រើនម្លេះគាត់ប្រហែលជាចង់មកសុំតិចទៀតអ្នកកុំទុនជ្រាយឲ្យសោះគាត់នៅតែមិនអាចកាត់ចិត្តគាត់មានតែស្មោះខ្ញុំអាចប្រកាសសញ្ញានៃការដូរទាំងឡាយត្រូវចាំថារវាងយើងគឺត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះខ្ញុំអាហារគឺឈីងយូកាដូទាំងនោះមិនមែនទិញឲ្យនាងទេខ្ញុំ
ខ្ញុំទិញការដូចច្រើនលេបើមិនអញអ្នកណាទៅខ្ញុំទៅសៀវខ្ញុំចង់តែ អ្នកនេះហាក់ដូចជាមានតែជាថ្នាក់ដឹកនាំក្រុមហ៊ុនឬតារាល្បីបងស្អីទី1បងស្អីទី2ខ្ញុំទិញកាដូជូនបង ចេះដឹងការងារណាចេះទិញការដូចជូនអូនប្រកាសទេថាមិនមែនទិញឲ្យស៊ីឈីងយូទេ នាងនឹងស័ក្តិសមបានបងគាត់ ខ្ញុំសប្បាយចិត្តណាស់ដែលស៊ីលោកញាក់ខ្លួនថ្ងៃនោះតារាស្រីល្បីអស សប្បាយទេបងស្អីទី2ដល់រួចហើយគឺលីងយន្តមកពី គុ ក្រុ ំ មហ៊ុ សេ ន ចក្ដីប្រកូលលឹងម្នាក់នោះល្បី